នារសៀលថ្ងៃសុក្រ15កើតខែមិគសេឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី5ខែធ្នូឆ្នាំ2025លោកជំទាវ វង្សគុណធីរីប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងអភិវឌ្ឍជនបទរួមដំណើរដោយលោកជំទាវជាសមាជិករបស់សមាគមបានអញ្ជើញសួរសុខទុក្ខនិងនាំយកនៅថវិកាឧបត្ថម្ភរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងអភិវឌ្ឍជនបទនិងថវិកាសមាគមសង្ឃហមិត្តក្រសួងអភិវឌ្ឍជនបទជូនលោកស្រីហួតចរិយាមន្ត្រីនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទដែលកំពុងសម្រាប់ព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គមក្រុងសៀមរាបខេត្តសៀមរាបក្នុងឱកាសនោះផងដែរលោកជំទាវបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនិងបានជូនពរលោកស្រីហួតចរិយាផងដែរជាមួយគ្នានោះលោកជំទាវបានផ្ដាំផ្ញើដល់លោកស្រីហួតចរិយាឲ្យយកចិត្តទុកដាក់ក្នុងការពង្រឹងស្មារតីថែទាំសុខភាពឲ្យបានល្អប្រសើរនិងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់អនុវត្តតាមការណែនាំនិងវិជ្ជាបញ្ជារបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវដើម្បីឲ្យបានឆាប់ជាសះស្បើយ